បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានកំណត់មួយចែកចម្លែកអំពីយុគសម័យកាលឥឡូវនេះគឺគេប្រើទៅដោយប្រព័ន្ធ AI អញ្ចឹងព័ន្ធឆ្លាតវៃសិប្បនិម្មិតអញ្ចឹងចំណុចនេះប្រព័ន្ធ AI គឺបានវាយលុកយ៉ាងខ្លាំងនៅក្នុងទីផ្សារធ្វើឲ្យមនុស្សម្នាក់គឺតែងតែចង់បាន AI ជួយការងារដែលជួយដោយ AI គឺល្អណាស់បងប្អូនឥឡូវបងប្អូនគិតមើល AI អាចជួយបានគ្រប់បែបយ៉ាងតាក់ទងនឹងវិទ្យាសាស្ត្រសង្គមបាទគឺ AI អាច cover បានទាំងអស់ទី1 AI អាចបញ្ជាឲ្យមនុស្សនិយាយបានយ៉ាងល្អដោយបងប្អូននិយាយរដាក់រដប់ AI និយាយបង្រៀនឲ្យបងប្អូននិយាយបានល្អជាងនឹងធ្វើដងអញ្ចឹងចំណុចសំខាន់របស់ AI គឺកែកំហុសរបស់មនុស្សអញ្ចឹងបងប្អូននិយាយអីនិយាយចុះក៏ប៉ុន្តែ AI អាចពង្រឹងនៅសមត្ថភាពបងប្អូនបានឥឡូវឧទាហរណ៍ជាក់ស្ដែងកម្មវិធី e-breaking English ដូចជាបងប្អូនដូចជាពុកម៉ែបងប្អូនតាមដាននៅក្នុង social media ជាពិសេសនៅក្នុងប្រព័ន្ធ Facebook ដោយនៅក្នុងនោះគេបង្រៀនតាម e-breaking គេនិយាយភាសាអង់គ្លេសដោយជំហានទី1ទាំងដែលអ្នកដែលចង់រៀនភាសាអង់គ្លេសចង់និយាយភាសាអង់គ្លេសឲ្យបានល្អបែរជាអត់ទាន់ចេះនិយាយអ្វីក៏ AI ទាញដើម្បីឲ្យចេះនិយាយបានដែរបងប្អូនជឿទេថា AI អាចស្ទង់សមត្ថភាពបងប្អូនកម្រិតណាដល់កម្រិតណាកម្រិតដែលបងប្អូនមិនចេះសោះ AI ធ្វើឲ្យចេះសួរថាបងប្អូនយល់ទេចំណុចហ្នឹងអញ្ចឹងបងប្អូនជឿគួរតែយុគសម័យនេះហើយគួរតែយល់អំពី AI ឲ្យបានច្រើនព្រោះអីខ្ញុំផ្ទាល់គឺខ្ញុំមិនជឿលើ AI ទេដំបូងឡើយព្រោះអីខ្ញុំគិតថា AI គឺជាគេថាមិនមែនជាមនុស្ស AI គឺជាប្រព័ន្ធមួយដែលយោងតាមអនឡាញខ្ញុំគិតណាតែបើជាក់ស្ដែង AI គឺជួយការងារបានច្រើនណាបងប្អូនអញ្ចឹងខ្ញុំរាល់ថ្ងៃការងារគឺពឹងលើ AI រឿងច្រើន AI អាចជួយឲ្យយើងនឹងរីកគេថារីកក្នុងការនិយាយឲ្យបានច្រើនចំណេះដឹងក៏ដូចជាព័ត៌មានផ្សេងតាក់ទងនឹងសង្គមគឺដឹងច្រើនដោយសារ AI ព្រោះ AI ប្រព័ន្ធ AI វិវត្តទៅមុខរហូតមិនដែលថាថយក្រោយទេគឺអ្វីដែលប្លែកអ្វីដែលយើងមិនដែលធ្លាប់ស្គាល់ AI scan បានទាំងអស់អញ្ចឹង AI គឺជាប្រព័ន្ធមួយដែលមានទិន្នន័យខ្ពស់ជាងខួរក្បាលរបស់យើងនឹងរាប់ដងអានេះខ្ញុំជឿតែអញ្ចឹងព្រោះ AI គេជឿជាក់ថា AI គឺជាកម្មវិធីមួយដែលគេអាចធ្វើឲ្យមនុស្សខុសប្លែកពីក្រោម90ដឺក្រេទៅដល់លើសកម្រិត360ដឺក្រេដោយសារ AI គឺជួយបង្រៀនមនុស្សកាន់តែខ្លាំងបើតាមជាក់ស្ដែងក្នុងយុគសម័យតទៅមុខទៀតប្រព័ន្ធ social media នឹងបញ្ជាក់ថា AI គឺជាគ្រូបង្គោលដល់ល្អបំផុតតិចទៀតខាងយើងលែងមានគ្រូដើម្បីនឹងឲ្យបង្រៀនកូនសិស្សហើយតិចទៀត AI តែមួយគត់ដែលនឹងបង្រៀនកូនសិស្សទូទៅគ្រប់បែបយ៉ាងទាំងអស់គឺគេលែងជួលមនុស្សដើម្បីបង្រៀនកូនសិស្សទៀតហើយទាំងគ្រូរដ្ឋក៏ដោយឯកជនក៏ដោយតិចគេលែងប្រើហើយតិចទៀតនឹងគេយកប្រព័ន្ធ AI នឹងធ្វើជាគ្រូតែម្ដងហើយប្រព័ន្ធ AI នឹងបង្រៀនកូនសិស្សនៅក្នុងផ្ទះនៅនឹងកន្លែងតែម្ដងឲ្យកូនសិស្សនឹងយល់ច្បាស់នៅ AI នឹងកាន់តែខ្លាំងអញ្ចឹងគឺចំនួនពុកម៉ែបងប្អូនអត់ដឹងថាប្រព័ន្ធ AI យ៉ាងម៉េចទេតែបើកូនឥឡូវហ្នឹងគឺគាត់យល់ខ្លាំងរឿង AI គឺជាកម្មវិធីមួយដែលធ្វើឲ្យពុកម៉ែបងប្អូនគឺថាប្លែកនិយាយទៅប្លែកតែម្ដងបញ្ចាំងរូបភាពក៏ដោយវីដេអូក៏ដោយគឺតាក់ទាញចិត្តពុកម៉ែបងប្អូនកាន់តែខ្លាំងតែម្ដងដោយសារ AI ហ្នឹងគឺថាដោយសារតែ AI ហ្នឹងគឺជាកម្មវិធីមួយដែលធ្វើឲ្យ
ដែលធ្វើឲ្យមានការចាប់ចិត្តចាប់អារម្មណ៍កាន់តែខ្លាំងមែនទែនទៅលើប្រព័ន្ធ social media តែម្ដងអញ្ចឹងការរៀបរាប់និងការណែនាំរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនតាក់ទងនឹងកម្មវិធី AI ហ្នឹងអញ្ចឹងខ្ញុំក៏សូមចែកជូនការចែកជូនណែនាំចំណេះដឹងប៉ុណ្្នឹងអំពី AI ហើយក៏ខ្ញុំត្រូវតែសិក្សាអំពី AI បន្ថែមទៀតដែរចំណុចនេះដែរក៏ខ្ញុំសូមបញ្ចប់ដំណឹងហើយបើអាចទៅមុខទៀតក៏វាកាន់តែវែងឆ្ងាយអញ្ចឹងអរគុណពុកម៉ែបងប្អូនច្រើនណាស់អរគុណសូមជម្រាបលា